ការពិសាបដាមុនស្លតពាំងដាក់ខ្ចៅក៏ប៉ុន្តែសប្តាហ៍នេះអត់មានខ្ចៅទេប៉ុន្តែអ្វីដែលធ្វើឲ្យសម្លតពាំងមួយឆ្នាំងនេះឆ្ងាញ់ដោយសារតែខ្ញុំដាក់ពងត្រីនេះបងប្អូនអាពងត្រីធំហ្នឹងដាក់សម្លតពាំងទៅគឺឆ្ងាញ់មែនតើនៅពេលដែលយើងញ៉ាំក្តៅទៅប៉ះពងត្រីthe bestហ្មងនៅថ្ងៃនេះស្លតពាំងដែរប៉ុន្តែវិធីផ្សេងហើយបន្លែរបស់យើងដូចឃើញអញ្ចឹងមានស្លឹកបាសមានស្អំហើយខាងនេះវិញពងត្រីគឺជាតួឯកសម្រាប់សម្លតពាំងនៅក្នុងថ្ងៃនេះហើយសម្លតពាំងនេះគឺខ្ញុំស្ងោរតពាំងសោះវាមកទឹកចោលហើយអញ្ចឹងអានេះគឺជាទឹកទី2នៅពេលដែលពុះខ្ញុំចាប់ផ្ដើមដាក់ប្រហុកក៏ដូចជាដាក់បាយចូលអញ្ចឹងណាកាលពីមុនគឺស្លបែបផ្សេងឥឡូវស្លបែបផ្សេងទៀតនិយាយទៅសម្លខ្មែរយើងគឺមានវិធីធ្វើផ្សេងគ្នាទៅតាមផ្ទះរៀងខ្លួនណាបន្ទាប់ពីទឹកពុះយើងចាប់ផ្ដើមដាក់ទឹកត្រីដាក់ម្សៅស៊ុបក៏ដូចជាដាក់ស្ករទៅតាមចំណង់ចំណូលចិត្តយើងអញ្ចឹងទៅបន្ទាប់មកគឺចាប់ផ្ដើមដាក់ត្រីសម្រាប់ត្រីគឺខ្ញុំប្រើជាប្រភេទត្រីពោះពុកម៉ែបងប្អូនសម្លលើកមុនហ្នឹងគឺខ្ញុំប្រើសាច់ជ្រូកសុទ្ធលាយជាមួយនឹងខ្ចៅប៉ុន្តែថ្ងៃនេះគឺខ្ញុំប្រើត្រីសុទ្ធលាយជាមួយនឹងពងត្រីនេះពុកម៉ែបងប្អូនតួឯកពងត្រីនេះគឺថាដាក់ទៅឆ្ងាញ់មែនតើវារៀងបែកពងពេញទឹកសម្លតពាំងហ្នឹងក៏ប៉ុន្តែនៅពេលដែលយើងហត់ទៅប៉ះពងត្រីហើយយើងញ៉ាំទៅគឺថាចូលជាតិហើយបន្ទាប់ពីពុះទៅក៏យើងដាក់បន្លែបៃតងចូលមានស្លឹកបាសក៏ដូចជាស្អំអញ្ចឹងណាប៉ុន្តែស្អំគឺខ្ញុំដាក់ពីក្រោយពុកម៉ែបងប្អូនដោយសារស្អំដាក់តាបន្តិចទៅគឺវាឆ្អិននេះអត់មានចំណាយពេលយូរទេមិនដែរពុកម៉ែបងប្អូនស្លតពាំងរបស់ខ្ញុំនៅថ្ងៃនេះគឺស្លរៀងទឹកខាប់ដោយសារខ្ញុំចង់ញ៉ាំរៀងខាប់ហើយសម្រាប់សាច់តពាំងវិញគឺឡើងទន់តែម្ដងដោយសារទី1យើងស្ងោរវាឲ្យមកទឹកស្រស់ចេញទី2យើងដាក់ជាមួយនឹងត្រីពោទៅវាមានជាតិខ្លាញ់ជាតិអីចឹងទៅធ្វើឲ្យសាច់តពាំងនោះវាទន់អញ្ចឹងណាហើយអ្វីដែលពិសេសពុកម៉ែបងប្អូនមើលតែទឹកសម្លសុទ្ធតែពងត្រីអូយពុកម៉ែបងប្អូនហើយមានអាពោះត្រីពោវារៀងខ្លាញ់ចូលជាតិគ្នាមែនតែនសម្រាប់សម្លតពាំងនេះដាក់សាច់ជ្រូកលាយសាច់ជ្រូកបន្តិចមកក៏ឆ្ងាញ់ឬមួយក៏យើងស្លត្រីសុទ្ធបែបនេះក៏ឆ្ងាញ់សាច់ជ្រូកសុទ្ធក៏ឆ្ងាញ់អាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណានឹងហើយបងប្អូនបន្ទាប់ពីសម្លឆ្អិនគឺខ្ញុំចាប់ផ្ដើមដួសដាក់ចានដើម្បីញ៉ាំដោយសារថ្ងៃនេះថ្ងៃអាទិត្យអញ្ចឹងយើងមានពេលវេលាគ្រប់គ្រាន់នៅក្នុងការស្លអ្វីដែលយើងចង់ញ៉ាំអញ្ចឹងណាអូយនេះពងត្រីធំនេះពុកម៉ែបងប្អូនបើសិនជាដើរផ្សារឃើញពងត្រីធំបែបនេះយកស្លតពាំងទៅខ្ញុំណែនាំមែនតែនដោយសារតែខ្ញុំស្លនេះគឺឆ្ងាញ់ណាស់ហើយបានសម្លក្តៅបែបនេះញើចម្ទេសដាក់ជាមួយនឹងទឹកត្រីបាយក្តៅទៀតមកគឺថាកាន់តែចូលជាតិវីដេអូយើងនៅថ្ងៃនេះមានតែប៉ុណ្្នឹងទេកុំភ្លេចតាមដានវីដេអូបន្តបាយ